អ៊ីរ៉ង់ប្រកាសថាច្រកសមុទ្រហូមូសបិទទាំងស្រុងហើយខណៈដែលលោកត្រាំអះអាងទុកពេលឲ្យអ៊ីរ៉ង់10ថ្ងៃទៀតមុនពេលដែលយោធាអាមេរិកហោះទៅប្រលះកំទេចស្ថានីយ៍ថាមពលធំជាងគេរបស់អ៊ីរ៉ង់គ្រាន់តែអ៊ីរ៉ង់ជួនដំណឹងនេះមិនបានប៉ុន្មាននាវាដឹកកុងតឺន័រជាច្រើនគ្រឿងដែលចរចាសុំឆ្លងកាត់សមុទ្រនេះបានបត់ត្រឡប់ក្រោយវិញភ្លាមខណៈដែលអ៊ីរ៉ង់កំពុងតែរៀបចំយុទ្ធសាស្ត្រយោធាទ្រង់ទ្រាយធំដើម្បីត្រៀមស្វាគមន៍ទាហានថ្មើរជើងរបស់អាមេរិកដែលរំពឹងថានឹងវាយចូលអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខនេះប្រភពពីសារព័ត៌មាន Independent របស់ចក្រភពអង់គ្លេសបានឲ្យដឹងថាយោងតាមការបង្ហើបពីភ្នាក់ងារសម្ងាត់អាមេរិកការវាយប្រហារពីសំណាក់យោធាអាមេរិកនិងអ៊ីស្រាអែលរយៈពេលជិត1ខែមកនេះបានកំទេចសមត្ថភាពដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់បានប្រមាណ1/3ប៉ុណ្ណោះពលគឺអ៊ីរ៉ង់នៅមានសមត្ថភាពលើសពី 50% ក្នុងការវាយប្រហារតបតនិងបង្កព្យុះភ្លៀងនៅច្រកសមុទ្រហូមូសនិងនៅទូទាំងតំបន់មជ្ឈិមបូព៌ាសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍